វាសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះនឹកឃើញធ្វើវីដេអូតាក់ទងនឹងបញ្ហាឈឺកដែលបណ្ដាលមកពីស្ថានភាពដោយមិនមែនបញ្ហាឈឺកបណ្ដាលមកពីការប៉ះទង្គិចការដួលឬក៏គេវាយនឹងរបស់រឹងរបស់អីទេបាទហើយវីដេអូនេះដែរគឺសម្រាប់តែការអប់រំមិនមែនវីដេអូដើម្បីបង្ហាញថាយកបញ្ហានិងបច្ចេកទេសទាំងអស់ហ្នឹងយកទៅអនុវត្តផ្ទាល់ទៅលើអ្នកជំងឺដើម្បីរកស៊ីទេបាទចឹងបញ្ហាឈឺកដែលបណ្ដាលមកពីស្ថានភាពហ្នឹងចឹងវាភាគច្រើនមកពី4បញ្ហាបាទគឺបញ្ហាដែលឈឺកបណ្ដាលមកពីសាច់ដុំឬក៏សន្លាក់នៅជុំវិញករបស់យើងហ្នឹងបាទចឹងយើងដឹងថាធ្វើម៉េចបានបញ្ហាឈឺកបណ្ដាលមកពីសន្លាក់និងសាច់ដុំជុំវិញហ្នឹងគឺបញ្ហាហ្នឹងគឺវាឈឺនៅតែកន្លែងដែលសាច់ដុំហ្នឹងមានបញ្ហាឬក៏សន្លាក់ហ្នឹងមានបញ្ហាទេបាទឧទាហរណ៍ថាវាឈឺវាអត់មានចាក់មកដៃចាក់មកខ្នងឬក៏ចាក់មកប្រអប់ទ្រូងខាងក្រោយខាងមុខទេបាទចឹងបញ្ហាឈឺកមួយទៀតបណ្ដាលមកពីគៀបទៅលើសរសៃប្រសាទនៅករបស់យើងនេះចឹងយើងធ្វើមិនបានដឹងថាគៀបសរសៃប្រសាទបាទចឹងសញ្ញាទី1គឺគាត់មានបញ្ហាស្ពឹកឬក៏ស្រាញគេហៅថាស្រាញដូចខ្សែភ្លើងឆក់នៅចុងម្រាមដៃចុងម្រាមអីហ្នឹងអាហ្នឹងគឺជាសញ្ញាដែលគៀបទៅលើសរសៃប្រសាទដែរបាទចឹងទី3គឺបញ្ហារួញទៅលើសរសៃប្រសាទបាទចឹងពេលដែលវាគៀបទៅលើសរសៃប្រសាទនឹងយូរទៅយើងអាចបានព្យាបាលតាន់ពេលវេលាយើងទុកយូរទៅចឹងវាធ្វើឲ្យសរសៃប្រសាទនឹងវារួញអញ្ចឹងយើងធ្វើមិនបានដឹងបើថានៅពេលដែលយើងងាកកឧមាយើងឈឺខាងស្ដាំដល់ពេលយើងងាកកមកខាងឆ្វេងឬក៏យើងលើកដៃមកចេះទៅមានអារម្មណ៍ថាដៃហ្នឹងនិងកហ្នឹងចាប់ផ្ដើមតឹងខ្លាំងពីនេះនៅកន្លែងនេះដូចខ្ញុំអត់មានបញ្ហាយើងលើកចេះទៅអត់មានតឹងអត់មានឈឺអីទេប៉ុន្តែដល់ពេលអ្នកមានបញ្ហាគាត់ងាកអញ្ចឹងលើកដៃឡើងមានអារម្មណ៍ថាតឹងឈឺបាតដៃឬក៏ដល់កែងដៃកពួនដៃបាទអញ្ចឹងបញ្ហាមួយទៀតឈឺកដែរបណ្ដាលមកពីខ្សោយសាច់ដុំដែលនៅជ្រៅដែលគេហៅសាច់ដុំហ្នឹងគឺសាច់ដុំដែលសម្រាប់ទប់លំនឹងនៅកអញ្ចឹងភាគច្រើនកគាត់នៅពេលដែលគាត់អង្គុយឬនៅពេលគាត់ឈរគឺគាត់រៀងដកកដូចដើរចេះអញ្ចឹងអាហ្នឹងបានន័យថាគឺជាសញ្ញាដែលគាត់មានបញ្ហាខ្សោយសាច់ដុំដែលនៅជ្រៅអញ្ចឹងគឺសាច់ដុំហ្នឹងហើយគឺអត់អាចទប់ស្ថានភាពក្បាលរបស់គាត់ឲ្យនៅក្នុងស្ថានភាពត្រង់ទេល្អបាទដល់ពេលគាត់ឲ្យគាត់ធ្វើចេះទៅគាត់ពិបាកទប់ស្ថានភាពហ្នឹងបាទ